យើងនឹងចូលមកកាន់មាត្រា230នៃក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាដែលគេនិយាយពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនីតិបុគ្គលអាចត្រូវប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា42ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា226និងមាត្រា227នៃក្រមនេះនីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី10លានរៀលទៅ50លានរៀលព្រមទាំងទោសបន្ថែមណាមួយឬច្រើនដូចតទៅនេះ 1. ការរំលោភតាមបែបបទកំណត់ដោយមាត្រា170នៃក្រមនេះ 2. ការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការតាមបែបបទកំណត់ដោយមាត្រា171នៃក្រមនេះ 3. ការហាមឃាត់ចំពោះការធ្វើការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយឬច្រើនតាមបែបបទកំណត់ដោយមាត្រា172នៃក្រមនេះ 4. ការបណ្តេញចេញពីលទ្ធកម្មសាធារណៈតាមបែបបទកំណត់ដោយមាត្រា173នៃក្រមនេះ 5. ការហាមឃាត់ចំពោះការអំពាវនាវសាធារណៈដល់ការសន្សំសំចៃតាមបែបបទកំណត់ដោយមាត្រា174នៃក្រមនេះ 6. ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា176នៃក្រមនេះ 7. ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដោយសាធារណជនតាមបែបបទកំណត់ដោយមាត្រា177នៃក្រមនេះ 8. ការរឹបអូសឧបករណ៍ឬសម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា178នៃក្រមនេះ 9. ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើសតាមបែបបទកំណត់ដោយមាត្រា178នៃក្រមនេះ 10. ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើសតាមបែបបទកំណត់ដោយមាត្រា178នៃក្រមនេះ 11. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមបែបបទកំណត់ដោយមាត្រា180នៃក្រមនេះ 12. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍តាមបែបបទកំណត់ដោយមាត្រា181នៃក្រមនេះហ្នឹងហើយវីដេអូនេះគឺខ្ញុំសូមអានតែមាត្រា230មួយមាត្រាទេហើយខ្ញុំក៏អធិស្ឋានដែរដោយសារវាតតែលជាមួយនឹងមាត្រានៅក្នុងវងកញ្ចក់ដែលនិយាយពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលណាអញ្ចឹងគឺខ្ញុំសូមអានតែមាត្រាទេខ្លឹមសារនៃមាត្រាហ្នឹងគឺខ្ញុំសូមឲ្យបងប្អូនយើងចូលទៅមើលបន្ថែមខ្លួនឯង